ក្រសួងមហាផ្ទៃគិតត្រឹមរសៀលថ្ងៃទី25ខែធ្នូជនស៊ីវិលកម្ពុជា30នាក់ស្លាប់និងរបួស88នាក់ដោយសារអំពើឈ្លានពានរបស់ថៃជនភៀសសកកើនជាង360000នាក់ភ្នំពេញក្រសួងមហាផ្ទៃបានបន្តសេចក្តីប្រកាសព័ត៌មានបានបង្ហាញអំពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងតំបន់ជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានរបស់ភាគីថៃចាប់តាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង1រសៀលថ្ងៃទី25ខែធ្នូឆ្នាំ2025ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនេះរួមមាន1ករណីពលរដ្ឋស្លាប់និងរបួសថ្មីរបួសពលរដ្ឋម្នាក់នៅខេត្តបន្ទាយមានជ័យគិតសរុបពីថ្ងៃទី7ខែធ្នូមកដល់ពេលនេះមានពលរដ្ឋស្លាប់ចំនួន30នាក់និងរបួសចំនួន88នាក់2ករណីពលរដ្ឋនៅជំរំភៀសសកគិតសរុបពីថ្ងៃទី7ខែធ្នូមកដល់ពេលនេះមានភៀសសកចំនួន639,887 នាក់ក្នុងនោះស្ត្រី333,631 នាក់និងកុមារ23593 នាក់ទូរលេខនេះអាចមានការប្រែប្រួលជាបន្តទៀត3ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវត្តស៊ីវិលថ្មីខូចខាតផ្ទះមួយខ្នងនៅខេត្តបន្ទាយមានជ័យនិងផ្ទះមួយខ្នងនៅបាត់ដំបងគិតសរុបពីថ្ងៃទី7ខែធ្នូមកការខូចខាតទ្រព្យសម្បត្តិឯកជនរួមមានផ្ទះពលរដ្ឋ126ខ្នងអគារឯកជន6ទីតាំងអគារស្នាក់នៅស្ថាគារ5ទីតាំងស្ថានីយ៍ប្រេង1ទីតាំងរថយន្ត27គ្រឿងម៉ូតូ1គ្រឿងលានទិញដំឡូង1កន្លែងអគារឃ្លាំងទំនិញ1កន្លែងបង្គោលអង្តែនទូរស័ព្ទ2កន្លែងការខូចខាតទ្រព្យសម្បត្តិសាធារណៈរួមមានសាលារៀន6កន្លែងមណ្ឌលសុខភាព2កន្លែងអគារ13កន្លែងវត្ត5កន្លែងសាលាឆោទៀន1កន្លែងរថយន្ត1គ្រឿងប្រាសាទបុរាណ1ចំនួនស្ពាន5កន្លែងផ្សារ1កន្លែងនិងផ្លូវ2កន្លែងមកដល់ពេលនេះមានប្រជាជនកម្ពុជាកន្លះលាននាក់រួមមានស្ត្រីជាង 50% និងកុមារជាង 30% កំពុងរងទុក្ខបន្ទាប់ពីបង្ខំចិត្តភៀសសកគេចពីគ្រាប់កាំភ្លើងគ្រាប់ផ្លោងតូចធំនិងការទម្លាក់គ្រាប់បែកពីយន្តហោះដែលបំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀននិងភូមិពួកគាត់ជាបន្តបន្ទាប់រួចទៅហើយជាងនេះទៅទៀតការវាយបំផ្លាញរូបសំណាកព្រះនរាយណ៍លើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃមិនត្រឹមតែបង្កើនការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរលើប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេតែក៏បានធ្វើឲ្យសាធារណមតិអន្តរជាតិជាពិសេសអ្នកមានជំនឿលើសាសនាហិណ្ឌូលើពិភពលោករួមទាំងអ្នកដឹកនាំនិងពលរដ្ឋឥណ្ឌាប្រតិកម្មនិងថ្កោលទោសផងដែរ